នៅប្រមាណម៉ោងកន្លងមកនេះជនជាតិថៃបាននាំគ្នារិះគន់ចំពោះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជាដែលពាក់ព័ន្ធទៅនឹងការគាំទ្ររបស់ចិនទៅលើការការពារអធិបតេយ្យភាពរបស់កម្ពុជានៅក្នុងសារបង្ហោះទៅលើបណ្ដាញសង្គមរបស់ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានបង្ហាញឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ជនជាតិថៃមួយចំនួនបន្ទាប់អំពីលោកបានអះអាងជាថ្មីនៅការគាំទ្រយ៉ាងមុតមមរបស់ប្រទេសចិនចំពោះប្រទេសកម្ពុជានៅក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួននេះបើយោងទៅតាមការចុះផ្សាយរបស់កាសែតថៃនៅថ្ងៃទី9 ខែតុលានេះកាលពីថ្ងៃពុធនៅលើទំព័រ Facebook របស់លោកវ៉ាងវិនប៊ិនបានបង្ហោះនៅរូបភាពរបស់លោកដែលថ្លែងសុន្ទរកថានៅលើវេទិកាមួយនៅក្នុងទីក្រុងភ្នំពេញដែលអមដោយសេចក្តីថ្លែងការណ៍ថាចិនគាំទ្រយ៉ាងមោះមុតចំពោះកម្ពុជានៅក្នុងការការពារអធិបតេយ្យភាពជាតិសន្តិសុខនិងផលប្រយោជន៍ការអភិវឌ្ឍរបស់ខ្លួនហើយនឹងនៅតែជាដៃគូដែលអាចទុកចិត្តបាននៅក្នុងការអភិវឌ្ឍរបស់កម្ពុជាជានិច្ចខ្សែថៃបានសរសេរថានេះគឺជាសេចក្តីថ្លែងការណ៍ទូទៅបែបធម្មតាមួយពីអ្នកការទូតម្នាក់ដែលបម្រើការនៅក្នុងប្រទេសដែលខ្លួនប្រចាំការក៏ប៉ុន្តែពាក្យពេចន៍ដូចជាការការពារអធិបតេយ្យភាពជាតិរបស់ខ្លួននេះគឺជាសញ្ញានៃការប្រកាសអាសន្នសម្រាប់ប្រទេសជិតខាងនៅពេលដែលកំពុងតែមានជម្លោះព្រំដែនការបង្ហាញរបស់លោកវ៉ាងវិនប៊ិនក៏បានទាក់ទាញនឹងការរិះគន់យ៉ាងខ្លាំងភ្លាមពីសំណាក់អ្នកលេងអ៊ីនធឺណិតជនជាតិថៃផងដែរដោយពួកគេជាច្រើនបាននាំគ្នាសម្រុកទៅសរសេរបញ្ចេញមតិនៅលើទំព័ររបស់លោកដោយចោទនៅសំណួរជាចំហរបស់ចិនចំពីដែលមានភាពតានតឹងនិងជាបន្តបន្ទាប់រវាងប្រទេសថៃនិងកម្ពុជាអ្នកប្រើប្រាស់ Facebook បានសួរថាតើប្រធានាធិបតីស៊ីជីនពីងខ្លួនឯងនឹងយល់ស្របជាមួយនឹងសេចក្តីថ្លែងការណ៍បែបនេះដែរឬទេនៅក្នុងបរិបទនៃចំនួនរវាងកម្ពុជានិងថៃប្រិមិត្តនេះគឺជាការលើកឡើងរបស់លោកវ៉ាងវិនប៊ិនដែលជាឯកអគ្គរដ្ឋទូតរបស់ប្រទេសចិនប្រចាំនៅប្រទេសកម្ពុជានៅទីក្រុងភ្នំពេញហើយមានការផ្សាយនៅក្នុងថ្ងៃទី9 ខែតុលាឆ្នាំ2025របស់កាសែតបាងកកប៉ុស្តិ៍ដែលមានការលើកឡើងនៅសំណេររបស់លោកឯកអគ្គរដ្ឋទូតនៃប្រទេសចិនប្រចាំនៅប្រទេសកម្ពុជាដោយកាសែតនេះបានហៅថាការលើកឡើងរបស់លោកឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជានេះគឺជាសញ្ញានៃការប្រកាសអាសន្នសម្រាប់ប្រទេសជិតខាងនៅពេលដែលកំពុងមានជម្លោះព្រំដែននេះគឺជាពាក្យមួយដែលកាសែតនេះបានបង្ហាញឲ្យឃើញថាទីរបស់លោកឯកអគ្គរដ្ឋទូតវាហាក់ដូចជាមានទម្ងន់ធ្ងន់ហើយក៏ធ្វើឲ្យប្រទេសថៃនេះមានការបារម្ភក៏ប៉ុន្តែយ៉ាងណាក៏ដោយមេដឹកនាំនៃប្រទេសថៃមិនបានឆ្លើយតបអំពីសម្ដីរបស់លោកវ៉ាងវិនប៊ិនដែលជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅក្នុងប្រទេសកម្ពុជានោះទេផ្ទុយទៅវិញមានប្រជាជនថៃដែលជ្រុលនិយមមួយចំនួនបានសម្ដែងការមិនពេញចិត្តនឹងប្រទេសចិនជាពិសេសគឺលោកវ៉ាងវិនប៊ិនដោយហៅលោកថាជាអ្នកដែលធ្វើឲ្យមានការបារម្ភចំពោះប្រទេសថៃដែលប្រទេសថៃខ្លួនឯងគឺជាប្រទេសដែលឈ្លានពានកម្ពុជានៅក្នុងនេះអ្វីដែលមហាជនបានលើកឡើងនិងមានការចាប់អារម្មណ៍នោះគឺឯកអគ្គរដ្ឋទូតចិនប្រចាំនៅរាជធានីភ្នំពេញរបស់ប្រទេសកម្ពុជាមិនមែនទើបតែលើកឡើងម្ដងនោះទេអ្វីដែលលោកបានលើកឡើងអំពីការការពារនៅសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងការរក្សានៅអធិបតេយ្យភាពនិងការពារអធិបតេយ្យភាពជូនដល់ភាគីកម្ពុជាគឺជាអ្វីដែលភាគីនៃប្រទេសចិនតែងតែនិយាយជាច្រើនរួចមកហើយថាចិនគឺជាមិត្តដៃថែបរបស់កម្ពុជាដោយមិនអោយអ្នកណាប៉ះពាល់បាននោះទេហើយកន្លងមកនេះពាក់ព័ន្ធទៅនឹងអ្វីដែលមានការរំលោភបំពានអធិបតេយ្យភាពកម្ពុជាគឺមានន័យថាចិនជាអ្នកជួយការពារគឺចំណុចនេះបានធ្វើឲ្យប្រទេសថៃតាំងពីដើមដំបូងមកម្លេះមានការជជែកដេញដោលគ្នាអំពីអ្វីបើសិនជាប្រទេសថៃហ៊ានប្រើប្រាស់សង្គ្រាមជាមួយនឹងកម្ពុជានឹងមានចិននឹងអាចជួយ
គាំទ្រពីខាងក្រោយនេះគឺជាការជជែកតាំងពីមុនសង្គ្រាម5ថ្ងៃមកម្លេះជាពិសេសមានការវែកញែកគ្នារបស់ក្រុមវាគ្មិនមួយចំនួននៅតាមបណ្ដាញទូរទស្សន៍របស់ប្រទេសថៃហើយចំណុចទាំងអស់នេះហើយគឺជាចំណុចមួយដែលប្រទេសថៃកន្លងមកនេះមិនសូវហ៊ានលូកខ្លាំងចំពោះអ្វីដែលខ្លួនប៉ុនប៉ងចង់ធ្វើសង្គ្រាមជាមួយកម្ពុជានោះទេប៉ុន្តែក្រោយពីសង្គ្រាម5ថ្ងៃបានត្រូវបញ្ចប់ហើយមាននៅកិច្ចព្រមព្រៀងបទឈប់បាញ់ដោយលើកសំណើទៅដោយសហរដ្ឋអាមេរិកនោះគឺនៅក្នុងគណៈពេលដែលកម្ពុជាបានអត់ធ្មត់អំពីអ្វីដែលប្រទេសថៃបានប្រើប្រាស់អំពើហិង្សាដោយសង្គ្រាមការប្រយុទ្ធហើយកម្ពុជាមានការតបតនៅក្នុងលក្ខណៈនៃទំហំសង្គ្រាមមានកម្រិតនោះក៏ធ្វើឲ្យកងទ័ពរបស់ប្រទេសថៃហាក់ដូចជាបានចិត្តហើយយល់ឃើញថាប្រហែលជាកម្ពុជាលែងហ៊ាននៅក្នុងការតបតដោយសង្គ្រាមជាមួយនឹងប្រទេសថៃហើយចឹងហើយបានជានៅក្នុងពេលកន្លងមកនេះថៃក៏ហាក់ដូចជាប្រហើនបានចិត្តដោយសារតែខាងភាគីកម្ពុជាមានការអត់ធ្មត់ក៏ប៉ុន្តែនៅក្នុងពេលថ្មីនេះភាពក៏ឃ្លឿនរបស់ប្រទេសថៃនេះមិនត្រឹមតែយកកម្លាំងកងទ័ពមកទន្ទ្រានដោយស្រស់ដោយយកបន្លាលួសមកពាត់យកទឹកដីកម្ពុជាស្រស់ថែមទាំងមានការបណ្ដេញប្រជាជនកម្ពុជាចេញពីទឹកដីរបស់កម្ពុជាថែមទៅទៀតដោយមានការប៉ាន់ស្មានថាកម្ពុជាទំនងជាមិនហ៊ាននៅក្នុងការឆ្លើយតបសង្គ្រាមជាមួយនឹងប្រទេសថៃនោះទៀតទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយកម្ពុជាបានគិតរួចទៅហើយថាអ្វីក៏ដោយគឺសុទ្ធតែជារឿងមួយដែលមានកំណត់អ្វីដែលច្រកផ្លូវមានជម្រើសច្រើនបើសិនជាការដោះស្រាយដោយបង្វែរអំពីសង្គ្រាមទៅជារឿងការទូតទៅជារឿងការចរចាអាចធ្វើមិនទាន់អស់ជម្រើសទេគឺភាគីកម្ពុជានៅតែរក្សានូវភាពអត់ធ្មត់ប៉ុន្តែបើសិនជាភាពក៏ឃ្លឿនហើយម្ដងទៀតហើយប៉ុនប៉ងនៅក្នុងការប្រើប្រាស់សង្គ្រាមនោះមានន័យថាប្រទេសចិនក៏មិនមានការអត់ធ្មត់នៅក្នុងការគាំទ្រការពារអធិបតេយ្យភាពដោយអ្វីដែលឯកអគ្គរដ្ឋទូតនៃប្រទេសចិនបានលើកឡើងកន្លងមកជារឿយក៏ប៉ុន្តែអ្នកខ្លះក៏បានលើកឡើងផងដែរថាការលើកឡើងរបស់សម្ដីចិននេះគ្រាន់តែជាការលួងលោមកម្ពុជាឬក៏យ៉ាងណាពីព្រោះថានៅក្នុងសង្គ្រាម5ថ្ងៃហើយពេលដែលកងទ័ពរបស់ថៃមានការប្រើប្រាស់កម្លាំងមានការរំលោភជាហូរហែប៉ុន្តែប្រទេសចិនបានតែមានការសម្របសម្រួលតែប៉ុណ្ណោះតើចិនបានតែមាត់ឬក៏យ៉ាងណាចំណុចទាំងអស់នេះគេមើលឃើញថាវាមិនមែនសុទ្ធតែអាចធ្វើការអ្វីតាមចិត្តឆេវឆាវទេមានន័យថាក្រុមអ្នកជំនាញគេនឹងអាចពិនិត្យមើលថាតើវាជាសង្គ្រាមមួយដែលគួរតែប្រើប្រាស់កម្លាំងយោធាហើយឬក៏នៅក្នុងរក្សាមួយដែលមិនទាន់ឈានទៅដល់នៅក្នុងដំណាក់កាលដែលអស់ជំរឿសឬក៏យ៉ាងណានេះគេមិនទាន់អាចប៉ាន់ស្មានបានទេហើយគេក៏សម្លឹងមើលឃើញថាបើសិនជាភាគីរបស់ប្រទេសថៃឃ្លានពានកម្ពុជាយ៉ាងកំរោលជាបន្តបន្ទាប់នួរសួរថាតើប្រទេសចិនសុខចិត្តឲ្យសម្ព័ន្ធភាពរបស់ខ្លួនត្រូវបានគេធ្វើបាបធ្វើការឈ្លានពានដោយកំរោលដោយប្រើនៅអាវុធរបស់លោកខាងលិចបន្តទៅទៀតឬក៏យ៉ាងណាហើយបើសិនជាស្ថានភាពនេះនៅតែបណ្ដោយតទៅទៀតសំណួរខ្លះក៏ចោទសួរថាតើចិនដែលកំពុងតែកសាងនូវឥទ្ធិពលជាមួយនឹងសម្ព័ន្ធមិត្តកម្ពុជាតើសម្ព័ន្ធមិត្តដទៃទៀតអាចមើលអំពីអរិយាប័ត្ររបស់ប្រទេសចិនថាតើចិនបានប្រើប្រាស់នៅអ្វីដែលជាឥទ្ធិពលរបស់ខ្លួនដើម្បីជួយនៅសម្ព័ន្ធមិត្តរបស់ខ្លួនដែរឬទេនេះគឺសុទ្ធតែជាអ្វីដែលធ្វើឲ្យពិភពលោកកំពុងតែសម្លឹងមើលអំពីចិនហើយអ្វីដែលធ្វើការវាយតម្លៃនៅក្នុងពេលកន្លងមកនេះគឺលោក Donald Trump ធ្លាប់បានវាយប្រហារទៅចិនផងដែរថាចិនមិនមានសមត្ថភាពឬក៏មិនបានធ្វើអ្វីសោះនៅក្នុងការជួយសម្របសម្រួលឬក៏ការបញ្ចប់សង្គ្រាមរវាងថៃនិងកម្ពុជានោះទេចឹងហើយបានលោក Donald Trump មិនអោយចិនចូលទៅក្នុងអ្វីដែលជាកិច្ចព្រមព្រៀងថ្មីដែលធ្វើឡើងដោយលោក Donald Trump ដែលនឹងប្រព្រឹត្តទៅនៅក្នុងចុងខែតុលាខាងមុខនេះដូច្នេះហើយបានជានៅក្នុងពេលថ្មីនេះដោយសារតែភាពស្ងាត់ស្ងៀមពេក
ចិនក៏បានបញ្ចេញនៅការកុហឹមរបស់ខ្លួនថាចិនមិនមែនដេកសងំបើកភ្នែកឲ្យប្រទេសថៃធ្វើបាបសម្ព័ន្ធមិត្តរបស់ខ្លួននោះដោយស្រេចតែចិត្តនោះទេដូច្នេះហើយបានជាថ្មីនេះលោកវ៉ាងវិនប៊ិនក៏ចាប់ផ្ដើមក្រហមឡើងហើយធ្វើឲ្យចិនចាប់ផ្ដើមបើកភ្នែកធំហើយប្រជាជនរបស់ថៃដែលសប្បាយចិត្តនៅក្នុងការជំរុញឲ្យកងទ័ពរបស់ខ្លួនឈ្លានពានទឹកដីកម្ពុជាហើយសប្បាយហូរច្រៀងរាំនោះកំពុងតែសម្លឹងមើលចិនថាតើបើសិនជាខ្លួនមានការឈ្លានពានបន្តទៅទៀតអ្វីនឹងកើតឡើងឬក៏ត្រូវថ្មោងរបស់ចិនដែរឬទេឥឡូវនេះកំពុងតែព្រួតនាំគ្នាវាយប្រហារចិនដោយលើកឡើងទៅលើនៅគំនិតអវិជ្ជមានជាច្រើនដែលធ្វើឲ្យចិនមិនសូវសប្បាយចិត្តនោះទេបើទោះបីជានៅក្នុងពេលថ្មីនេះចិនបានលក់នៅសភាវុធទៅឲ្យប្រទេសថៃបានធ្វើសម្ពយុទ្ធជាមួយនឹងថៃយ៉ាងណាក៏ដោយប៉ុន្តែបញ្ហានេះគេហាក់ដូចជាសម្លឹងឃើញថាចាប់តាំងពីលោកដូណាល់ត្រាំចាប់ផ្ដើមលោកចូលទៅក្នុងអ្វីដែលជាចំនួនរវាងកម្ពុជានិងថៃកាន់តែជ្រៅហើយដើរតួយ៉ាងសំខាន់ដោយយកនៅឥទ្ធិពលរបស់ខ្លួនតែមួយដើម្បីដោះស្រាយបញ្ហានេះធ្វើឲ្យចិនកំពុងតែស្ងាត់ស្ងៀមអំពីថាតើចិននឹងអាចចូលឬក៏មិនចូលនៅក្នុងកិច្ចព្រមព្រៀងមួយនេះក៏ប៉ុន្តែចិនបានខំដាក់ប្រទេសថៃរួចទៅហើយថាមិនអាចបដែបដោយឲ្យថៃធ្វើតាមចិត្តនោះទេដូច្នេះហើយថៃតើអាចនឹងធ្វើការគិតសារជាថ្មីឡើងវិញឬក៏យ៉ាងណានៅក្នុងគណៈពេលដែលកម្ពុជានិងចិនមិនមាត់មិនកហើយកំពុងតែបានចិត្តក៏ឃ្លឿនឡើងដូច្នេះនោះ